แต่ต้องจะมวยหนึ่งการวัวไปไม่หลบนะตาเปียแต่เพียบทุนแต่หลบเลิกล้างเนี่ยตาก็มีวิธีสาวไปคลาสក្នុងការวัวไปเปียแต่เพียบทุนរបស់កម្ពុជាផងដែរបាទបាទបើយោងទៅតាមការស្រាវជ្រាវរបស់ខ្ញុំហើយជាពិសេសក្នុងនាមខ្ញុំជាគ្រូបង្រៀនហើយក៏ជាអ្នកសិក្សាស្រាវជ្រាវខ្ញុំតែងតែចូលលើទិន្នន័យរបស់ស្ថាប័នមានសមត្ថកិច្ចហើយក៏ជាស្ថាប័នជាតិនិងអន្តរជាតិរួមបញ្ចូលគ្នាហើយតាមការស្រាវជ្រាវកន្លងមកយើងពុំទាន់ឃើញមានបាទពុំទាន់ឃើញមានស្ថាប័នទាំងធនាគារពិភពលោកក្តីទាំងអង្គការសហប្រជាជាតិក៏ដូចជាធនាគារអបតអាស៊ីដែលបានចេញជាសន្ទុះឬក៏ការវាយតម្លៃកម្រិតភាពធន់ជាបរិមាណវិស័យឲ្យបានច្បាស់លាស់ឬចាត់ថ្នាក់ប្រទេសនៅឡើយទេបាទនៅឡើយទេក៏ប៉ុន្តែបណ្ដាស្ថាប័នទាំងអស់នេះបាក់ទី1បានលើកឡើងអំពីបញ្ញត្តិក៏ដូចជាការកំណត់ឲ្យបានច្បាស់ថាអ្វីជាភាពធន់សេដ្ឋកិច្ចហើយត្រូវដោះស្រាយយ៉ាងដូចម្ដេចហើយនៅក្នុងនោះមានការវិភាគការស្រាវជ្រាវក៏ដូចជាការបង្ហាញអំពីការព្រួយបារម្ភចំពោះភាពធន់សេដ្ឋកិច្ចទាំងកម្ពុជាទាំងពិភពលោកបាទទាំងពិភពលោកតែបែបជាគុណវិស័យបាទបែបជាគុណវិស័យដែលមានន័យថាផ្នែកណាខ្លះដែលអាចប្រឈមនឹងភាពងាយរងគ្រោះផ្នែកណាខ្លះដែលយើងនៅមានភាពរឹងមាំអញ្ចឹងត្រូវបានស្ថាប័នទាំងអស់នោះលើកឡើងនៅក្នុងរបាយការណ៍ផ្សេងៗតាមដែលខ្ញុំសិក្សាស្រាវជ្រាវកន្លងមកបាទជាក់ស្ដែងនៅក្នុងរបាយការណ៍បាទរបាយការណ៍ពិសេសបាទរបស់ធនាគារពិភពលោកបាទរបស់ធនាគារពិភពលោកក្នុងឆ្នាំ2025បានទៅសេនៅឃ្លាមួយបានលើកឡើងនៅឃ្លាមួយបានវាតម្លៃថាសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងស្ថានភាពស្វាហាប់បាទស្វាហាប់ប៉ុន្តែមិនស្មើគ្នាអញ្ចឹងនៅពេលដែលយើងឃើញការវាតម្លៃរបស់ធនាគារពិភពលោកថាកម្ពុជាមានសេដ្ឋកិច្ចមួយដែលស្វាហាប់អញ្ចឹងយើងបានយល់ហើយពាក្យថាស្វាហាប់ណាមឹមមូតរហ័សរហួនខ្លាំងក្លាបានស្វាហាប់កើតបើអ្នកមានជំងឺបើអ្នកសុខភាពខ្សោយស្វាហាប់មិនបាទអញ្ចឹងឃ្លាដែលធនាគារពិភពលោកបានសរសេរថាកម្ពុជាមានសេដ្ឋកិច្ចមួយដែលស្វាហាប់មានន័យថាកម្ពុជាបន្តភាពរឹងមាំរបស់ខ្លួននៅក្នុងវិបត្តិផ្សេងៗហើយបន្តកើនឡើងយ៉ាងឆាប់រហ័សហើយនៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកកន្លែងនេះដែលបានបន្ថែមថាប៉ុន្តែមិនស្មើគ្នានឹងចង់សម្ដៅទៅដល់វិស័យមួយដែលជាខឿនសេដ្ឋកិច្ចរបស់កម្ពុជានឹងពុំទាន់បានកើនឡើងស្របគ្នាឬក៏កើនឡើងទាំងព្រមទាំងអស់ឯងជាក់ស្ដែងឧទាហរណ៍ថាវិស័យទេសចរបើទោះបីជាមានការកើនឡើងក៏ប៉ុន្តែមិនទាន់មានកម្រិតមួយដែលខ្ពស់ជាងកាលមុនជួបវិបត្តិទេបាទយើងកើនឡើងធៀបនឹងឆ្នាំ2020ការនាំចេញក៏យើងប្រឈមដែលវិស័យពីរនេះវាមានភាពផុយស្រួយដោយសារតែសេដ្ឋកិច្ចចំហបាទក៏ប៉ុន្តែយើងឃើញថាវិស័យមួយចំនួនទៀតគឺវិស័យកសិកម្មកម្ពុជាមានភាពធន់បាទកម្ពុជាមានភាពធន់កម្ពុជាបន្តកើនឡើងនៅទិន្នផលកសិកម្មហើយនឹងជំរុញការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករយើងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាពេលដែលខ្ញុំបង្រៀនសិស្សខ្ញុំតែងបើកវងកញ្ចក់លេងថាកសិកម្មមិនអាចឲ្យកម្ពុជាក្លាយជាមហាអំណាចជាពិសេសកសិកម្មដូចបច្ចុប្បន្នរបស់កម្ពុជាប៉ុន្តែកសិកម្មអាចចិញ្ចឹមប្រជាពលរដ្ឋកម្ពុជាបានរស់ពេញមួយប្រទេសបានបាទដូច្នេះវិស័យកសិកម្មនេះមួយរដ្ឋាភិបាលណាបាននឹងកំពុងហើយប៉ុន្តែសូមឲ្យរដ្ឋាភិបាលនឹងផ្ដោតការយកចិត្តជាចម្បងទៀតពីព្រោះកសិកម្មរបស់កម្ពុជាយើងមានសក្តានុពលទៅលើបរិយាកាសធម្មជាតិទៅលើបញ្ហាធនធានធម្មជាតិដីធ្លីដែលមានជីជាតិទៅតាមតំបន់ដាំដំណាំបានច្រើនមុខដូច្នេះទាំងនេះហើយដែលជាហេតុផលតាមការវាយតម្លៃថាវិស័យកសិកម្មរបស់កម្ពុជាមានភាពធន់និងកើនឡើងបានច្រើនបានល្អប្រសើរអញ្ចឹងពាក្យថាមិនស្មើគ្នានេះដោយសារវិស័យមួយចំនួននៅងើបឡើងដែរតែងើបឡើងតិច
ងើបឡើងដែរក៏ប៉ុន្តែមិនទាន់ស្ទុះឲ្យខ្លាំងជាក់ស្ដែងគឺវិស័យទេសចរហើយនឹងវិស័យក្នុងការនាំចេញរបស់យើងបាទ